ចាក់ជ្រៅដើមដុះមាំអាចកំបាំងក្រោមដីបង្កើតទិន្នផលដំណាំដែលមានសុខភាពល្អនិងផ្ដល់ផលបានច្រើនមិនមែនអាស្រ័យទៅលើតែអ្វីដែលយើងមើលឃើញនៅពីលើដីនោះទេកម្លាំងថាមពលពិតប្រាកដគឺចាប់ផ្ដើមចេញពីក្រោមដីពលគឺប្រព័ន្ធឫសនេះឯងរុក្ខជាតិដែលមានឫសដុះបានវែងនិងបានចាក់ចូលទៅក្នុងដីបានជ្រៅគឺជាគន្លឹះរស់រានមានជីវិតទោះបីជាត្រូវជួបប្រទះនឹងគ្រោះរាំងស្ងួតឬការប្រែប្រួលអាកាសធាតុក៏ដោយបងប្អូនដឹងទេនៅពេលដែលដីចម្ការរបស់ដីយើងណែនហាំឬខ្វះសារធាតុសរីរាង្គឬដំណាំមិនអាចចាក់ចុះជ្រៅបានឡើយដំណាំដែលមានឫសរាក់ច្រើនតែជួបប្រទះទៅនឹងបញ្ហាប្រឈមធំដូចជាស្លឹកឡើងលឿងដើមក្រិនលូតលាស់ទន់ខ្សោយនិងស្រូបយកជីវជាតិបានតិចតួចមិនតែប៉ុណ្ណោះឲ្យតែអាកាសធាតុក្តៅខ្លាំងដំណាំនឹងងាយស្រពោនភ្លាមព្រោះឫសមិនអាចទាញទឹកពីស្រទាប់ក្រោមបានថែមទាំងងាយកើតជំងឺនិងងាយដួលរលំទៀតផងផ្ទុយទៅវិញប្រសិនបើបងប្អូនថែទាំដីឲ្យធូរនិងមានជីវិតវានឹងជួយឲ្យឫសដំណាំចាក់ដុះបានជ្រៅវានឹងផ្ដល់ផលប្រយោជន៍មហាសាលដំណាំរបស់បងប្អូននឹងមានសមត្ថភាពធន់នឹងគ្រោះរាំងស្ងួតបានខ្ពស់ឈរជើងបានមាំទាំមិនមានដួលដោយសារខ្យល់បង្កើនការបឺតស្រូបសារធាតុចិញ្ចឹមពីស្រទាប់ដីខាងក្រោមបានពេញលេញធ្វើឲ្យដំណាំលូតលាស់ខៀវខ្ចីមានសុខភាពល្អនិងធានាបាននូវការប្រមូលផលដ៏អស្ចារ្យដើម្បីជំរុញឲ្យឫសដំណាំចាក់ចុះបានជ្រៅអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិណែនាំឲ្យអនុវត្តកសិកម្មឆ្លាតវៃដោយបន្ថែមជីកំប៉ុស្តសរីរាង្គដើម្បីធ្វើឲ្យដីធូរមានរន្ធខ្យល់ស្របគ្នានេះវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍកសិកម្មកម្ពុជាហៅកាត់ថាកាឌីក៏បានបញ្ជាក់ដែរថាដីដែលមានការគ្រប់គ្រងសារធាតុសរីរាង្គបានល្អនឹងជួយឲ្យដំណាំមានដង់ស៊ីតេឬចាក់ជ្រៅជាងមុនរហូតដល់ទៅ 35% ដែលជួយឲ្យទិន្នផលកើនឡើងជាលំដាប់បងប្អូនកសិករគួរចងចាំថាឬកាន់តែមាំនាំឲ្យការប្រមូលផលកាន់តែច្រើនចូលចាប់ផ្ដើមថែទាំនិងបើកផ្លូវឲ្យឫសដំណាំរបស់បងប្អូនបានចាក់ចុះជ្រៅចាប់ពីថ្ងៃនេះតទៅដើម្បីភាពរីកចម្រើននៃចម្ការរបស់បងប្អូន